សួស្តីបងប្អូនចង់បង្កើត YouTube Channel ដោយខ្លួនឯងងាយបងប្អូនធ្វើតាមខ្ញុំណាមិនបាច់ចាំពឹងគេទេបងប្អូនហើយឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅយើងធ្វើទាំងអស់គ្នាណាបងប្អូនបញ្ជាក់សម្រាប់អ្នកថ្មីណាបងប្អូនអញ្ចឹងគឺយើងអាចជួយគ្នាទៅវិញទៅមកបានណាបងប្អូនអូខេតែយើងចាប់ផ្ដើមដោយវិធីណាទីមួយបងប្អូនត្រូវមានGmail មួយដោយខ្លួនឯងចឹងបងប្អូនមាន Gmail ហើយចឹងបងប្អូនចូលមកកន្លែង Channel មកឥឡូវនេះដោយសារខ្ញុំមានថ្មីមួយហើយចឹងគឺសម្រាប់អ្នកថ្មីស្រឡាងគឺអឺវាអត់មានអញ្ចឹងទេអត់ទាន់មាន Channel ទេណាចឹងបងប្អូនត្រូវមកកន្លែងសញ្ញាបូកហ្នឹងដើម្បីបង្កើតប៉ុន្តែឥឡូវខ្ញុំមានថ្មីហើយចឹងបងប្អូនបន្ថែមថ្មីចឹងបងប្អូនចូលកន្លែង Setting នៅក្រោមនេះបងប្អូនមើលមកខ្ញុំចូលកន្លែង Setting មកតើមកបងប្អូនចូលពាក្យថា Channel ហើយបន្ទាប់មកទៀតគឺបងប្អូនប្រហែលជាបងប្អូនពិបាកក្នុងការអានជាភាសាអង់គ្លេសមើលទៅចឹងបងប្អូនអាចនឹងអានជាភាសាខ្មែរក៏បានបងប្អូនចុចដូរនេះមកបងប្អូនដាក់ translate ដាក់ទៅភាសាខ្មែរអូយដោយសារវាជាប់ខាងក្រោមអត់ឡើងកន្លែងនេះរើសភាសាអត់បានដោយសារឈប់ចាំខ្ញុំរើសម៉ាស៊ីនចាំមកផ្លេហ្នឹងបងតើបញ្ញាប់ពេកបងប្អូនចំណាយពេលតិចទៅណាអូខេយើងអានជាភាសាខ្មែរស្រួលសម្រាប់យើងជាខ្មែរឥឡូវយើងរកភាសាខ្មែរសិនថាមានអត់បងប្អូនបាទមានអញ្ចឹងបងប្អូននេះចូលបងប្អូនណានេះ channel បងប្អូនចូលពាក្យ channel បន្ទាប់មកបងប្អូនចុចពាក្យកន្លែងថាការកំណត់កម្រិតខ្ពស់នេះបងប្អូនមើលការកំណត់កម្រិតខ្ពស់ចឹងមកទៀតចឹងបងប្អូនចូលទៅខាងក្រោមទៀតនេះឃើញគេដាក់ថាការភ្ជាប់គណនីGoogle Ads បន្ទាប់មកនេះខាងក្រោមទៀតបងប្អូនណានេះបងប្អូនមើលពាក្យថាគ្រប់គ្រងគណនីគ្រប់គ្រងគណនី YouTube ណាបងប្អូនចុចដល់ចំណុចនេះបានបងប្អូនអាចបង្កើតថ្មីបានចុចលើវាមកបងប្អូនចុចលើវាមកបាទចឹងបន្ទាប់មកបងប្អូនមកដល់កន្លែងនេះឥឡូវលោតភាសាអង់គ្លេសមកវិញហើយដោយសារខ្ញុំចុចទៅវាឡើងទៅ page ថ្មីខ្ញុំដាក់ភាសាខ្មែរវិញងាយស្រួលអានបងប្អូនណាចឹងខ្មែរហ្នឹងចេញចុចបន្ថែម channel ចេញបន្ថែមថ្មីបងប្អូនមកអង់គ្លេសទៀតហើយចឹងយើងដាក់ខ្មែរវិញទៅបងប្អូនចង់អានខ្មែរណាខ្មែរទៀតបងប្អូនបាទបង្កើត channel ចឹងបង្កើតឈ្មោះបងប្អូនដាក់ឈ្មោះអីគេបងដាក់ឈ្មោះអីក៏បានដែរស្រឡាញ់ឈ្មោះអីដាក់ទៅណាចឹងខ្ញុំដាក់ឈ្មោះអ្វីដែលខ្ញុំចង់ដាក់គឺខ្ញុំដាក់ថារបៀបឬក៏ខ្ញុំដាក់ថាជីវិតបងប្អូនណាជីវិតវិស័យអនឡាញបងប្អូនអញ្ចឹងសប្តាហ៍នេះគឺស្អីក៏អនឡាញដែរបងប្អូនសូម្បីតែបង្រៀនក៏អនឡាញដែរបងប្អូនណាហើយខ្ញុំដាក់ហ្នឹងគឺដោយសារខ្ញុំចង់ទាញចំណាប់អារម្មណ៍ផ្នែកវិស័យអនឡាញដោយសារយើងមើលរំលងចោលយូរហើយណាមួយទៀតបងប្អូនមិនទាន់បានប្រើប្រាស់អស់លទ្ធភាពទេណាអញ្ចឹងគឺខ្ញុំអត់ដឹងថាវិស័យហ្នឹងសេត្រូវឬខុសទេបងប្អូនបើជាខ្វះអីមួយយ៉ាងទេដឹងបងប្អូនឆែកមើលសិនបាច់ខុសអញ្ចឹងវិស័យហ្នឹងមិនដឹងសេត្រូវឬខុសមកថាជាត្រូវបងប្អូនអូខេអញ្ចឹងយើងចង់ប្រើប្រាស់ឲ្យអស់លទ្ធភាពចុច create channel បងប្អូនណាបង្កើតឥឡូវខ្ញុំបានចុចបង្កើតហើយចាំមួយ plate រៀងវែងបន្តិចបងប្អូនឥឡូវខ្ញុំបានហើយ channel របស់ខ្ញុំ
ចឹងគឺអត់ទាន់មានរូបភាពអីទេបងប្អូនណាអូខេអញ្ចឹងបើមិនទាន់មានរូបភាពអីទេយើងនឹងរៀបចំដាក់រូបភាពណាឥឡូវបានបង្កើតហើយឥឡូវខ្ញុំសូមដាក់វីដេអូទី1វីដេអូរបស់ខ្ញុំណាបងប្អូននេះឥឡូវខ្ញុំសូម copy នេះទុកមួយសិនដើម្បីទុកធ្វើជា touch keyword ណាបងប្អូនណាឥឡូវខ្ញុំដាក់វីដេអូទី1វីដេអូនោះគឺខ្ញុំបានថតទុកមុននេះមិញណាបងប្អូនវីដេអូនោះគឺរបៀបបាទនេះខ្ញុំដាក់ចូលបងប្អូនខ្ញុំមិនអាចដាក់thumbnail បានទេបងប្អូនដោយសារមូលហេតុអីឥឡូវនេះគឺមូលហេតុនោះគឺខ្ញុំអត់ទាន់ verify លេខទូរស័ព្ទចឹងត្រូវការទាមទារ verify លេខទូរស័ព្ទដើម្បីដូរ style កញ្ចក់បានណាប៉ុន្តែខ្ញុំអត់ទាន់ដាក់ទេអូខេអញ្ចឹងខ្ញុំសូមដាក់ចំណងយើងថារបៀបអានព័ត៌មានអន្តរជាតិបាត់ព័ត៌មានទៅណាបាត់ហើយអន្តរជាតិលើគេហទំព័របងប្អូនលើគេហទំព័របរទេសជាភាសាខ្មែរអូខេអញ្ចឹងកន្លែងនេះគឺបងប្អូនត្រូវនេះកន្លែងខាងក្រោមនេះបងប្អូនត្រូវដាក់ចង់និយាយថាពិពណ៌នាបងប្អូនបើយើងមិនចេះភាសាបើទោះជាយើងមិនចេះភាសាបរទេសក៏ដោយបើយើងមិនចេះភាសានោះក៏ដោយភាសាអីក៏បានដែរបងប្អូនចិនស្អីក៏បានវាបកប្រែឲ្យទាំងអស់ណាខ្ញុំសូមសរសេរបន្តិចបាទអូខេតែប៉ុណ្ណឹងបានហើយប៉ុន្តែឥឡូវនេះខ្ញុំសូមថែមtouch ខាងក្រោមបន្តិចនៅខាងក្រោមនេះគឺកន្លែងនេះបងប្អូនដាក់ថាមិនធ្វើសម្រាប់កូនក្មេងទេខាងក្រោមនេះបងប្អូនត្រូវបន្ថែមkeyword ណាបងប្អូន keyword នោះគឺអ្វីដែលយើងវីដេអូយើងនិយាយអំពីណាវីដេអូយើងនិយាយអំពីអីបងប្អូនដាក់នឹងទៅណាអញ្ចឹងវីដេអូរបស់ខ្ញុំនិយាយអំពីរបៀបអានអក្សរខ្មែរនៅលើអញ្ចឹងខ្ញុំយកដាក់នេះទៅមូលតម្ដងមកដោយសារខ្ញុំមិនបានត្រៀមទុកមុនទេពេលឡើងវែងបន្តិចក៏បានដែរពីមកបណ្ដោយវែងបន្តិចក៏អត់អីដែរធម្មតាគេសេខ្លីៗប៉ុន្តែបើយើងមាននៅក្នុងស្រាប់ក៏មិនអីដែរណា keyword អញ្ចឹងមកដាក់ keyword នេះមួយទៀតយើងត្រូវដាក់ខ្លីហើយឈ្មោះ channel យើងកុំភ្លេច channel ដើម្បីងាយស្រួលរកណាបងប្អូនចុចឈ្មោះ channel យើងទៅវាឆាប់ចេញនៅពេលដែលយើងថ្ងៃណាមួយទៅគេបងប្អូនយើងដែលបាន subscribe មកគេរកឈ្មោះយើងលឿនណាបាទពេលឥឡូវចុច next តមកបងប្អូនដាក់ subtitle បងប្អូនមិនបាច់ទេហើយនៅ end screen ដោយសារវីដេអូទី1អត់មានទេណាបងប្អូនអូខេ copyright អត់មានទេ everything អូខេចាំបងប្អូនដាក់ public កន្លែងនេះ public ណាតមកយើង publish អូខេបងប្អូន
អូខេអញ្ចឹងយើងបានសម្រេចហើយការអាប់ឡូតវីដេអូទី1របស់យើងនឹងអូសុំទោសបងប្អូនហើយខ្ញុំភ្លេចបដូរ channel សុំទោសណានឹងខ្ញុំលុបចោលវិញដោយសារខ្ញុំភ្លេចបដូរបងប្អូនហើយខុសមួយផ្លេតចឹងបងប្អូនអាចលុបវីដេអូនឹងចោលវិញដោយសារខុសណាចឹងបងប្អូនអាចតដូរកន្លែង channel នេះសិនបងប្អូនបានដូរទេមិនបាញ់មិញណាខុសហើយចឹងបងប្អូនបដូរទៅដោយសារ channel នេះគឺខ្ញុំច្រឡំជាមួយនឹង channel ចាស់បងប្អូនហើយខាត់ពេលវេលាប៉ុន្តែមិនអីទេបងប្អូនចាំអានេះលុបហើយសិនចាំលុបហើយចាំយើងយកទៅដាក់នៅនោះវិញបងប្អូនលុបហើយយើងយកមកដាក់នៅនេះវិញបងយើងយូរបន្តិចការលុបហ្នឹងអញ្ចឹងយើងត្រូវបដូរ account យើងសិនណាហើយបងប្អូនហើយភ្លេចបដូរបាញ់មិញខុសមួយជំហាននេះនៅនេះសោះបងប្អូនហើយនេះយើងបដូរនឹងសិនពិតជាសាំមកនេះយើងត្រូវចូលអាប់ឡូតនៅនេះវិញណាវីដេអូទី1របស់យើងនៅនេះទេអើយបងប្អូនហើយ sorry បាទម្ដងទៀតបងប្អូនហើយយើងទៅជ្រើសរើសវីដេអូដែលយើងបានធ្វើបាញ់មិញហ្នឹងមក select អូខេម្ដងទៀតបងប្អូនយើងធ្វើមួយជំហានដូចគ្នាហ្នឹងបងប្អូនណាអឺអូខេបងប្អូនសេសាក់ដើមទៅដើម្បីឲ្យមានន័យស្របជាមួយនឹងអ្វីដែលយើងបានសរសេរបាញ់មិញណារបៀបអានភាសាខ្មែរលើគេហទំព័ររបស់បរទេសបើទោះជាយើងមិនចេះភាសាក៏ដោយអូខេណាយើងយកហ្នឹងបងប្អូនខ្ញុំ copy ពីព្រោះខ្ញុំចង់យកទៅដាក់ក្នុង touch របស់ខ្ញុំណាបងប្អូនរើសយកមិនសម្រាប់កូនក្មេងនេះមិនសម្រាប់កូនក្មេងបន្ទាប់មកបងប្អូនចុច show more ដើម្បីទៅកន្លែងដាក់ touch keyword ហ្នឹងឯងបងប្អូនអូខេហើយបន្ទាប់មកទៀតបងប្អូនដាក់ keyword ដែលយើងចង់ដាក់ទៅណាkeyword វិស័យអនឡាញដក clear ក៏បានដែរបងប្អូនអីទេហើយក្បៀសមួយមកដើម្បីអូខេឥឡូវខ្ញុំធ្វើតែប៉ុណ្្នឹងសិនហើយខ្ញុំនឹង publish ទៅតែម្ដងនេះជាវីដេអូទី1ណាអូខេម្ដងទៀតឥឡូវទៅហើយយើងចុចចូល publish ទៅមក publish អូខេចូលហើយបងប្អូនណាអញ្ចឹងវីដេអូក្រោយយើងនឹងដូររូបនេះទាំងអស់គ្នាហើយយើង design រូបទាំងអស់គ្នាថាយើងដាក់យ៉ាងម៉េចណាអូខេបងប្អូនឥឡូវវីដេអូនឹងចូលហើយដល់ពេលចូលវារត់តាណាបងប្អូននេះវាមកកន្លែងពាក្យថា content បើបងប្អូនអត់ចេះបកប្រែបងប្អូនដូរដូចខ្ញុំមិញទៅណាដូររបៀបអានជាអក្សរខ្មែរវិញមកគឺវាមកវិញហើយឥឡូវវីដេអូហ្នឹងបានចូលមកដល់នេះហើយបងប្អូនហើយវាក៏ run នៅលើបណ្ដាញសង្គម YouTube ដែរណាអញ្ចឹងគឺសម្រាប់ thumbnail បងប្អូនត្រូវតែបដូរដើម្បីអីគេរកកន្លែងនេះបងប្អូនដាក់កន្លែងដែលចេញសក់ខ្មែរចំណងជើងមកណាដើម្បីឲ្យវាចេញដើម្បីយើងដឹងថាគេសរសេរពីអីដោយសារខ្ញុំប្រើអឺប្រើ iPad របស់
របស់គាត់បានចេញរូបគាត់ណាបងប្អូនសូមអធិស្ឋានគុណច្រើនយើងជួបគ្នាវីដេអូក្រោយ